ការរញ្ជួយដីកម្រិត 7.7 រិចទ័របានវាយប្រហារមីយ៉ាន់ម៉ានិងថៃនៅរសៀលថ្ងៃសុក្រទី28ខែមិនិនាឆ្នាំ2025នេះទីក្រុងបាងកកប្រទេសថៃបានជួបគ្រោះរញ្ជួយដីកម្រិតធ្ងន់ដែលរងឥទ្ធិពលមកពីប្រទេសមីយ៉ាន់ម៉ាដោយបង្កការភ័យស្លន់ស្លោខណៈប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតក៏រងឥទ្ធិពលផងដែរទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិកដែលហៅកាត់ថា USGS បានរាយការណ៍ពីការរញ្ជួយដីកម្រិត 7.7 រិចទ័រមានចំណុចកណ្ដាលចម្ងាយត្រឹមតែ17 គីឡូម៉ែត្រពីទីក្រុងម៉ាន់ដាឡៃនៃប្រទេសមីយ៉ាន់ម៉ាមានជម្រៅ10 គីឡូម៉ែត្រចំណែកនៅថៃមនុស្សមួយចំនួនត្រូវជម្លៀសនិងរត់ចេញពីអគារទៅកាន់កន្លែងសុវត្ថិភាពនៅប្រទេសថៃតាមសេចក្តីរាយការណ៍អគារកម្ពស់ប្រហែល30ជាន់បានបាក់រលំនិងមានកម្មកររាប់សិបនាក់ជាប់នៅក្នុងនោះក្រៅពីថៃនិងមីយ៉ាន់ម៉ាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតដែលរងឥទ្ធិពលដោយសាររញ្ជួយដីនេះមានដូចជាវៀតណាមនិងឡាវខណៈនៅចិននិងឥណ្ឌាវិញក៏រង្គើតិចតួចផងដែរភ្លាមមិនទាន់មានសេចក្តីរាយការណ៍ច្បាស់លាស់អំពីការខូចខាតឬជនរងគ្រោះនោះទេ